សួស្តីកូនៗទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាទៀតហើយកូនបើកសៀវភៅជំនួយភាសាខ្មែរដូចមុនអញ្ចឹងណាសៀវភៅជំនួយភាសាខ្មែរទំព័រទី82ហើយនឹងទំព័រទី83ចាឥឡូវយើងមកមើលទំព័រទី82មុនគឺការណែនាំតួអក្សរតូចាអញ្ចឹងបន្តមកទៀតការស្គាល់សូរអក្សរអញ្ចឹងយើងមានរូប3រូបទី1គឺរូបអីគេកូនចារូបទី1គឺរូបទាកូនអានតាមអ្នកគ្រូតូអ៊ីទារូបទី2គឺរូបទូតូអ៊ូទូរូបទី3គឺអីគេតូទឹកចាតូហ្នឹងនៅពេលដែលគេសាងសង់ផ្ទះគេដាក់នៅគៀនផ្ទះណានៅលើដំបូលដល់ពេលដែលភ្លៀងមកទៅដើម្បីត្រង់យកទឹកភ្លៀងនឹងយកមកប្រើប្រាស់ចាអញ្ចឹងបន្តទៀតការស្គាល់តួអក្សរយើងមើលរូបអក្សរតូអញ្ចឹងរបៀបនៃការសរសេរអក្សរតូយើងមើលទាំងអស់គ្នាយើងចាប់ពីកន្លែងនេះមុនចុះក្រោមកោងឡើងលើឬហើយកោងចុះក្រោមវិញឬហើយយើងវឹកចេះចាអានទាំងអស់គ្នាតូឥឡូវមើលការចង្អុលរបស់អ្នកគ្រូហើយអានតាមអ្នកគ្រូកគោចជតចាឥឡូវនេះកូនបើកមកទំព័រទី83ម្ដងការភ្ជាប់តួអក្សរនិងរូបភាពកូនមានរូប1 2 3 4កូនមានរូប4ហើយនឹងអក្សរឬហៅថាព្យញ្ជនៈក៏4ដែរព្យញ្ជនៈទី1គឺជោព្យញ្ជនៈទី1គឺតូទី2ជោទី3តូហើយនឹងទី4ឆឥឡូវយើងចាប់ផ្ដើមព្យញ្ជនៈតូមុនគេតូអញ្ចឹងតូនេះយើងទៅរកពាក្យណាទៅរករូបណាកូនតូគូទៅរកទូចាពោះទូចាប់ផ្ដើមដោយព្យញ្ជនៈតូទី2ជោនេះគឺជីងចក់ជោនេះទៅរកជីងចក់ជោជីងចក់ហើយតូទី3នេះគឺទៅរករូបចាបនេះគឺទុំលើមេឃឈើចាបទុំលើមេឃឈើហើយអក្សរចុងក្រោយគឺឆនឹងឆាត់ចាអញ្ចឹងសង្កេតមើលខាងក្រោមការអានអត្ថបទខ្លីកូនអានតាមគ្រូទាំងអស់គ្នាតអាតាផអៃផៃតាផៃកអែកែតូតាផៃកែតូអញ្ចឹងកូនអាចសង្កេតមើលរូបភាពនឹងបានតាផៃនេះកំពុងតែកែតូឬហៅថាជួសជុលតូតអាតាផអៃផៃតាផៃថអែថែតូតាផៃថែតអាតាផអៃផៃតូតាផៃហអ៊ីហៀដរោហៀតូតាផៃហៀតូតាផៃនឹងមានន័យថាតូរបស់តាផៃហៀតអាតាផអៃផៃកអែកែតូតាផៃកែតអាតាផអៃផៃហអូហូដរោហូតូតាផៃហូចានៅក្នុងមេរៀនហ្នឹងមានតែប៉ុណ្្នឹងឯងយើងអត់សូវមានអីច្រើនទេកូនកុំភ្លេចនៅពេលដែលទំនេរវ៉ាកងពីការសិក្សាអញ្ចឹងកុំភ្លេចបើកคลิปវីដេអូអ្នកគ្រូហើយរៀនអានតាមអ្នកគ្រូទាំងអស់គ្នាអញ្ចឹងជួបគ្នានៅคลิปវីដេអូក្រោយកុំភ្លេចជួយចុច like ចុច share ក៏ដូចជាចុច subscribe channel អ្នកគ្រូដើម្បីទទួលបានคลิปវីដេអូថ្មីបន្ថែមទៀតនេះហើយជួបគ្នាក្នុងคลิปវីដេអូក្រោយទៀត